ជំរាបសួរបងប្អូនចាថ្ងៃនេះគឺខ្ញុំធ្វើមុខម្ហូបត្រីបឹងកញ្ឆែតចាខ្ញុំធ្វើត្រីបឹងកញ្ឆែតជាដំបូងគឺខ្ញុំដាក់បំពងត្រីឲ្យវាក្រៀមអញ្ចឹងណាបងប្អូនចាជាបំពងវាឲ្យក្រៀមឲ្យស្រួយអញ្ចឹងបងប្អូនចាហើយបន្ទាប់មកគឺខ្ញុំបុកគ្រឿងអញ្ចឹងណាបងប្អូនខ្ញុំបុកគ្រឿងវាខ្ញុំបុកលាយជាមួយនឹងកាពិហើយនឹងម្ទេសក្រហមបងប្អូនចាខ្ញុំបុកជ្រុំវាចឹងឲ្យម៉ត់ចូលគ្នាអញ្ចឹងណាបងប្អូនចាបុកវាម៉ត់ហើយបន្ទាប់មកខ្ញុំដាក់ខ្ទះមកហើយចាក់គ្រឿងចូលកូរច្បល់វាអញ្ចឹងបងប្អូនចាខ្ញុំកូរច្បល់វាកូរចឹងឲ្យឡើងឈ្ងុយបងប្អូនចាយើងកូរវាឲ្យឡើងឈ្ងុយចឹងមកចាបន្ទាប់មកគឺខ្ញុំចាក់ខ្ទិះដូងចូលបងប្អូនចាអញ្ចឹងយើងចាក់ខ្ទិះដូងចូលទៅហើយយើងរំងាស់វាឲ្យពុះបងប្អូនយើងរំងាស់ខ្ទិះដូងហ្នឹងឲ្យពុះចឹងមកចាហើយពេលដែលយើងញ៉ាំយើងគ្រាន់តែបងកញ្ឆែតហើយនឹងត្រីចូលហើយជាការស្រេចឯងបងប្អូនចាអញ្ចឹងអត់ពិបាកទេណាបងប្អូនអរគុណ